វីបានសរសេរសម្បត្តិចុងលិខិតគួរឲ្យអាណិតនាងវីណាថាសូមឲ្យបងបដូរផ្លាស់បើសិនណាជាចិញ្ចៀនប្អូនឲ្យផ្ទាល់ដៃអូនបានរស់នៅស្លាប់ចោលបកទៅសូមបងបណៃបងជឿនរកគូថ្មីឲ្យគេចេះថ្នាក់ណោមដូចស្រីលោកកៃកុំឲ្យតូចជាងអៀតឡើយបុនធឿនទុកហួសបងប្អូនប្រត់ស្លាប់មានតែបងបួសមិនដូចប្រត់រស់ខុសពីធម្មតាវាឲ្យស្រីប្អូនហាក់ដូចជាផ្កាលុះត្រាតែសពូនសាប់សូនចោលព្រោះសេចក្តីស្នេហាការស្រឡាញ់មិនមែនជារឿងធម្មតាធ្វើឲ្យប្រុសបងហើយក្លោចតាដឹងជាពេលណាបានស្បើយទុកនាងផ្ដាំអ្នកស្រុកដល់ប្រកាលឲ្យយកទៅបូជានៅវត្តកណ្ដាលក្រុងបាត់ដំបងទុកដាក់ឲ្យស្រួលផងដាំមីងភ័យឲ្យស្នេហារៀបរាប់ប្រាប់បុនធឿនបើសិនណាជាគេមកជួបមីងមកជួបបៃម៉ែតាមដូចប្រាថ្នាឥឡូវបុនធឿនឃើញគេយកគូវាសនាគឺថាទៅបូជានៅវត្តកណ្ដាល